រឿងនាងព្រាយជារឿងមួយកើតឡើងនៅក្នុងភូមិមួយក្បែរជើងភ្នំគូលែននៅក្នុងភូមិមួយក្បែរជើងភ្នំគូលែនមានបុរសម្នាក់ឈ្មោះសុផលជាអ្នកចូលចិត្តដើរព្រៃរកអនុផលថ្ងៃមួយគេបានដើរចូលទៅដល់ជ្រោះមួយដែលអ្នកស្រុកហៅថាជ្រោះមរណៈនៅទីនោះគេបានប្រទះឃើញដើមផ្កាម្ជូរព្រៃមួយដើមដ៏ធំដែលមានផ្កាពណ៌សស្គុះនិងមានក្លិនក្រអូបត្រជាក់ស្រេបក្នុងពេលកំពុងបេះផ្កាគេបានឮសំឡេងស្រីម្នាក់ខ្សឹបពីក្រោយខ្នងថាបើឯងបេះផ្កានេះឯងត្រូវតែជាប្តីរបស់អញជារៀងរហូតដោយភាពភ័យខ្លាចសុផលមិនខ្វល់ខ្វាយអ្វីក៏រត់ត្រឡប់មកផ្ទះវិញដោយដៃទទេយប់នោះពេលសុផលកំពុងដេកគេមានអារម្មណ៍ថាដូចជាមានស្រីម្នាក់មកដេកក្បែរហើយយកដៃត្រជាក់ស្រេបមកអោបគេព្រឹកឡើងពេលគេក្រោកមកមើលឃើញស្នាមក្រាមពណ៌ខ្មៅ3ឆ្នូតនៅលើស្មារបស់គេដែលមើលទៅដូចជាស្នាមក្រញ៉ាំអ្វីមួយជារៀងរាល់យប់សុផលតែងតែសុបិនឃើញនារីម្នាក់នោះមកអង្គុយនៅចុងជើងគ្រែហើយយំខ្សឹកខ្សួលសុំឲ្យគេត្រឡប់ទៅរកនាងវិញនៅជ្រោះមរណៈរាងកាយរបស់សុផលកាន់តែស្គាំងស្គមនិងស្លេកស្លាំងមិត្តភ័ក្តិរបស់គេបាននាំទៅរកគ្រូគាថាដើម្បីជួយគ្រូនោះបានប្រាប់ថាឯងបានធ្វើឲ្យព្រាយព្រៃដែលមានដំណរពូជសាហាវខឹងសម្បាហើយនាងចង់បានព្រលឹងឯងទៅលើក្បែរនាងទោះបីជាគ្រូបានសូត្រមន្តបិទបាំងយ៉ាងណាក៏ដោយក៏នៅយប់មួយផ្ទះរបស់សុផលស្រាប់តែមានខ្យល់ព្យុះបោកបក់ទ្វារបង្អួចបើកខ្ចាយហើយរាងកាយរបស់សុផលក៏ត្រូវបានអូសចេញពីគ្រាទាំងអណ្ដែតចូលទៅក្នុងភាពងងឹតនៃព្រៃជ្រៅដោយគ្មាននរណាអាចជួយបានអ្នកភូមិដែលនាំគ្នាដើររកសុផលរហូតដល់ជ្រោះមរណៈអ្វីដែលពួកគេបានឃើញគឺរាងកាយរបស់សុផលដែលស្លាប់ទៅហើយតែក្នុងសភាពដែលញញឹមយ៉ាងមានក្តីសុខហើយនៅលើស្មារបស់គេមានផ្កាម្ជូរព្រៃពណ៌សដុះចេញពីស្បែកមុខពេលពួកគេព្យាយាមលើកសាកសពផ្កាទាំងនោះក៏ចាប់ផ្ដើមបញ្ចេញក្លិនក្រអូបត្រជាក់ហើយអ្នកភូមិដែលចូលមកក្បែរនោះម្នាក់មានអារម្មណ៍វិលមុខហាក់ដូចជាមានអ្វីមួយចាំងកំពុងអូសទាញពីញៀមពួកគេឲ្យចូលទៅក្នុងព្រៃភូមិជើងភ្នំគូលែនបានធ្វើពិធីសែនព្រេតដ៏ធំមួយដើម្បីសុំខមាទោសដល់វិញ្ញាណព្រីព្រៃនោះតាំងពីពេលនោះមកគ្មានអ្នកណាហ៊ានចូលទៅចិត្តជ្រោះមរណៈទៀតឡើយសាច់រឿងព្រាយនេះគឺចង់ដាស់តឿនថាធម្មជាតិមានអត្ថកំបាំងដែលមនុស្សមិនអាចប៉ះពាល់បានការចង់បានអ្វីមួយដែលជារបស់ព្រៃឬការប្រមាថមើលងាយចំពោះជំនឿស័ក្តិសិទ្ធិអាចនាំមកនូវសោកនាដកម្មដែលយើងណក់ស្មានមិនដល់